គូទី122បាទគឺមើលឃើញមកដល់ចន្លោះកងព័ន្ធទី1និងទី2លបឿននៅតែប្រហែលគ្នាទេគឺធ្វើយ៉ាងម៉េចដើម្បីឲ្យលបឿននិងបច្ចេកទេសកាន់តែលឿនកាន់តែទទួលជ័យជំនះអ្នកនៅក្បាលទូកនោះគឺបានក្រោកឈរឡើងកវីចវាបញ្ជាមើលទៅឃើញថាចំណុះទូកទាំងអស់ហាក់ដូចជាមានចលនាស្រស់គ្នាល្អណាស់សម្រាប់គូទី122គូទី122បាទគូទី122កំពុងតែចាប់យោងឆ្លងកងព័ន្ធទី2ខ្សែទឹកខាងក្នុងគូទី122ពាក់ផ្លាកលេខ244ច័ន្ទវង្សមហាសែនតេជះបាទរាជធានីភ្នំពេញនៅខាងព្រៃភ្នៅនៅខាងព្រៃភ្នៅចំណែកឯខ្សែទឹកខាងក្រៅរកាខ្មៅធីតាសែនជ័យសេរីឧត្តមត្បូងឃ្មុំនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងច័ន្ទវង្សមហាសែនតេជះកំពុងតែដកគូប្រកួតបន្តិចម្ដងនៅពេលដែលមកដល់មុខព្រះពន្លាជ័យហើយកាន់តែដកហើយដកទៀតគឺច័ន្ទវង្សមហាសែនតេជះរបស់ខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបានទទួលជ័យជំនះនៅជើងទី2ទៅលើរកាខ្មៅធីតាសែនជ័យបារមីសេរីឧត្តមស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំសម្រាប់